បាទសួស្តីបងប្អូនអរគ្នាក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនអរគ្នាអំពី motor កាត់កែង Makita ប្រើថ្មប្រភេទ40 V លេខកូដ LS004G បាទគឺជាប្រភេទ motor កាត់កែងប្រើផ្លែទំហំ260 មីលីម៉ែត្របងប្អូនអរគ្នាបាទវាជាប្រភេទ motor មិនប្រើធ្យូងប្រើ slash motor បាទមានបច្ចេកវិទ្យា DHT កាត់បានជ្រៅមានបូម2បាទហើយយើងអាចសេរីបាទមុំ motor ក៏បានមុំតាបក៏បានបងប្អូនអរគ្នាណាសម្រាប់មុំតាបយើងអាចសេរីបានរហូតដល់60ឆ្វេងស្ដាំមុំ motor ក៏ដូចគ្នាដែរបាទគឺរហូតដល់បាទ48ឆ្វេងស្ដាំបងប្អូនអរគ្នាណាអញ្ចឹងតើតើជាមួយនឹង motor នេះគឺកាត់បានជ្រៅល្អបាទរហូតដល់9ហ៊ុនបាទកាត់បានជ្រៅបាទហើយតើតើជាមួយនឹងបាទទទឹងតាបនេះយើងអាចកាត់បានរហូតដល់បាទ2ទឹកបាទ2ទឹក7បងប្អូនអរគ្នាណា2ទឹក7គឺកាត់បានជ្រៅណាបាទកាត់បានធំហើយកាត់បានធំហើយជម្រៅនេះគឺកាត់បានជ្រៅបងប្អូនគ្នាណាហើយមានកន្លែងភ្ជាប់ទៅជាមួយនឹង motor បូមធលីនេះបងប្អូនគ្នាណាហើយមានបន្ទាត់ laser ណាបងប្អូនគ្នា laser ពណ៌សណាបាទបងប្អូនគ្នាបាទហើយមានបច្ចេកវិទ្យាបាទភ្ជាប់ទៅជាមួយនឹងបាទ motor បូមទលីបាទ AWS ទៀតបងប្អូនគ្នាអញ្ចឹងសម្រាប់បងប្អូនគ្នាដែលមានចម្ងល់តាក់ទងជាមួយនឹង motor នឹងបាទបន្ថែមបងប្អូនគ្នាអាច comment នៅខាងក្រោមវីដេអូបានបាទសូមអរគុណ